កាលពីខ្ញុំនៅក្មេងគឺខ្ញុំចូលចិត្តហូបមែនតែនបងអូនជាមួយនឹងទឹកម្ទេសត្រាំនេះគឺខ្ញុំប្រើជាមួយនឹងទឹកបបរហូបមួយត្រីងៀតហូបមួយអីហ្នឹងគឺថាឆ្ងាញ់មែនតែនចាហើយនៅពេលដែលយើងត្រាំមួយទឹកបបរហ្នឹងគឺថាក្លុកទៅវាឡើងសនេះគឺថាយើងមកចៀនជាមួយនឹងត្រីចានិយាយទៅត្រីនេះសម្រាប់ទុកហូបជាមួយនឹងទឹកម្ទេសមិញអញ្ចឹងណាចាព្រោះអីជាលក់ជាមួយនឹងត្រីចៀនអញ្ចឹងគឺថាជាតិមែនតែនញ៉ាំតបជាមួយបន្លែផ្សេងសាឡាត់ការ៉ុតអីអញ្ចឹងទៅស្ពៃបកគោទៅសក់ទុកសម្រាប់តបជាមួយនឹងត្រីចៀនទីទៅបើសិនជាយើងអត់ដល់ពពួកនេះក៏យើងហូបអត់សូវឆ្ងាញ់អីម៉ានដែរសំខាន់គឺទៅតែមានបន្លែតបអញ្ចឹងទៅគឺថាមានរសជាតិមួយកម្រិតសម្រាប់ត្រីចៀនរបស់យើងក៏បានឆ្អិនដែរបងប្អូនចាឥឡូវយើងទៅមើលការហូបចុកយើងទាំងអស់គ្នាចាគឺជាទឹកម្ទេសចាបងប្អូនកុំឃើញសាមញ្ញអញ្ចឹងថាអត់ឆ្ងាញ់ណាខ្ញុំធានាជូនរសជាតិគឺឲ្យអ៊ូយហ្មងចាហូបជាមួយត្រីចៀនជាមួយសាឡាត់ជាមួយស្ពៃដែលខ្ញុំបានបង្ហាញមុននឹងទៀតអូយគឺថាជាតិ10ជាតិហ្មងតើឥឡូវកុំខ្វល់ថាឆ្ងាញ់ឬមិនឆ្ងាញ់ឥឡូវមកសាកជាមួយខ្ញុំទាំងអស់គ្នាបងអូនទៅគឺថាការញ៉ាំដូចតែយើងញ៉ាំត្រីសាម៉ុនត្រីអីឆៅដែរអញ្ចឹងណាចាប៉ុន្តែអានេះយើងប្រើត្រីចៀនមានតែសក់មានស្ពៃបូកគោគឺយើងដាក់ចូលជាមួយគ្នាមកហើយទឹកម្ទេសត្រាំរបស់យើងដែលយើងបានផ្សំគ្រឿងរួចរាល់ហ្នឹងគឺយើងស្រោចពីលើមកហើយនៅពេលដែលយើងហូបទៅគឺថាឆ្ងាញ់ពេលទៅអាចឆ្ងាញ់មកជុំទេបងប្អូនតែងុំគឺថាហូបហើយចង់ហូបទៀតបងប្អូនដោយសារតែយូរយើងបានហូបម្ដងទឹកម្ទេសត្រាំយើងធ្វើហូបពេលណាក៏បានដែរតែយើងមាននៅសល់នៅផ្ទះចាហើយមកស្ដាប់សលេងជាមួយកូនខ្ញុំវិញសួរមួយម៉ាត់ណាក៏ថាឆ្ងាញ់ដែរចាគាត់ចូលចិត្តណាបាយទៅចៀនពពុះសាច់មាន់ចៀនសាច់មាន់ពងអីហ្នឹងគឺថា favorite របស់គាត់ហ្មងនិយាយមែន